រដ្ឋាភិបាលជប៉ុនបានផ្លាស់ប្តូរជំហរសន្តិនិយមរបស់ខ្លួនដោយសម្រេចលុបចោលបម្រាមស្តីពីការលក់នាំចេញអាវុធដែលមានអាយុកាលជាច្រើនទសវត្សរ៍មកហើយការផ្លាស់ប្តូរជំហររបស់ជប៉ុននៅថ្ងៃអង្គារទី21មេសាមានគោលបំណងពង្រឹងសមត្ថភាពការពារជាតិជំរុញកំណើនសេដ្ឋកិច្ចនិងការឈានជើងរបស់ឧស្សាហកម្មយោធារបស់ជប៉ុនទៅកាន់ទីផ្សារអាវុធអន្តរជាតិប៉េកាំងនៅថ្ងៃនេះដែរបានប្រតិកម្មព្រមានពីទង្វើធ្វេសប្រហែសរបស់យោធាជប៉ុនផ្លាស់ប្តូរជាប្រវត្តិសាស្ត្រជំហរសន្តិនិយមរបស់ខ្លួនដោយបានសម្រេចលុបចោលបម្រាមស្តីពីការលក់នាំចេញអាវុធដែលមានអាយុកាលជាច្រើនទសវត្សរ៍បើតាមអ្នកនាំពាក្យរដ្ឋាភិបាលជប៉ុនលោក Minoru Kihara ការកែប្រែច្បាប់នេះត្រូវបានអនុម័តដោយគណៈរដ្ឋមន្ត្រីនិងក្រុមប្រឹក្សាសន្តិសុខជាតិនៅក្នុងបរិបទមួយដែលបរិយាកាសសន្តិសុខជុំវិញប្រទេសជប៉ុនកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័សនាយករដ្ឋមន្ត្រីជប៉ុនលោកស្រី Sanae Takaichi បានអះអាងថាការដកចោលបម្រាមស្តីពីការលក់អាវុធទៅបរទេសមិនត្រឹមមានគោលដៅពង្រឹងសមត្ថភាពការពារជាតិជប៉ុនតែប៉ុណ្ណោះទេប៉ុន្តែថែមទាំងបើកផ្លូវឲ្យជប៉ុនចូលរួមក្នុងទីផ្សារអាវុធអន្តរជាតិនិងជំរុញកំណើនសេដ្ឋកិច្ចផងដែរនៅក្នុងអតីតកាលជប៉ុនធ្លាប់នាំចេញសម្ភារៈយោធានិងសពាវុធជាពិសេសនៅក្នុងអំឡុងសង្គ្រាមកូរ៉េក្នុងទសវត្សរ៍ឆ្នាំ1950ប៉ុន្តែជប៉ុនបានសម្រេចហាមនាំចេញអាវុធទាំងស្រុងចាប់ពីឆ្នាំ1967ទើបតែចាប់ពីឆ្នាំ2014ជប៉ុនបានបន្ធូរបន្ថយច្បាប់ឡើងវិញបន្តិចមានសិទ្ធិនាំចេញឧបករណ៍និងសពាវុធចំនួន5ប្រភេទដូចជាឧបករណ៍ទាក់ទងនឹងការស្វែងរកនិងសង្កូរះការដឹកជញ្ជូនការសង្កេតការណ៍និងការដកមីនបើតាមនាយករដ្ឋមន្ត្រីអភិរក្សនិយមជប៉ុនគឺលោកស្រី Sanae Takaichi ដែលទើបចូលកាន់តំណែងកាលពីខែតុលាឆ្នាំមុននយោបាយថ្មីនឹងអនុញ្ញាតឲ្យមានការលក់នាំចេញឧបករណ៍អាវុធការពារទាំងអស់ប៉ុន្តែប្រទេសដែលអាចទិញទទួលអាវុធពីជប៉ុនត្រូវតែគោរពតាមគោលការណ៍របស់អង្គការសហប្រជាជាតិជប៉ុនសម្រេចដកចោលបម្រាមច្បាប់នាំចេញអាវុធនៅក្នុងកាលៈទេសៈមួយដែលកំពុងមានការព្រួយបារម្ភកាន់តែខ្លាំងឡើងពីការពង្រឹងសកម្មភាពយោធារបស់ចិនក៏ដូចជាការគំរាមកំហែងនុយក្លេអ៊ែរពីកូរ៉េខាងជើងនិងរុស្ស៊ីរហូតធ្វើឲ្យជប៉ុនមើលឃើញថាគ្មានប្រទេសណាមួយអាចជួយធានាសន្តិសុខឲ្យជប៉ុនក្រៅពីជប៉ុនខ្លួនឯងទទេអ្នកគាំទ្រច្បាប់ថ្មីភាគច្រើនជឿថាការអនុវត្តច្បាប់ស្តីពីការអនុញ្ញាតឲ្យលក់នាំចេញអាវុធទៅបរទេសនេះនឹងជួយឲ្យជប៉ុនចូលរួមក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សពាវុធអន្តរជាតិបង្កើនទំនាក់ទំនងការពារជាតិនិងការទូតជាមួយសម្ព័ន្ធមិត្តព្រមទាំងបង្កើតឱកាសការងារថ្មីៗក្នុងវិស័យឧស្សាហកម្មការពារយ៉ាងណាមិញអ្នកជំនាញផ្នែកការពារនិងគ្រប់គ្រងអាវុធលោក Heiyoki Sato បានបញ្ជាក់ថាជប៉ុនគួរប្រើពេលវេលាសន្តិភាពបច្ចុប្បន្នដើម្បីត្រៀមខ្លួនសម្រាប់ស្ថានភាពប្រយុទ្ធដោយបង្កើតប្រព័ន្ធដែលអាចធានាការដោះដូរអាវុធនិងគ្រាប់កាំភ្លើងជាមួយសម្ព័ន្ធមិត្តទោះជាយ៉ាងណាការផ្លាស់ប្តូរនយោបាយរបស់រដ្ឋាភិបាលជប៉ុនស្តីពីការនាំចេញអាវុធបានបង្កឲ្យការព្រួយបារម្ភយ៉ាងខ្លាំងនៅក្នុងសង្គមជប៉ុនសាធារណជនមួយចំនួនរបស់ជប៉ុនសង្ស័យថាវាអាចបំផ្លាញអត្តសញ្ញាណសន្តិភាពដែលជប៉ុនបានរក្សាអស់រយៈពេលជាង80ឆ្នាំចាប់តាំងពីចប់សង្គ្រាមលោកលើកទី2 World War IIការស្ទង់មតិរបស់ទូរទស្សន៍ជាតិជប៉ុនបានបង្ហាញថាប្រជាជនភាគច្រើនមិនគាំទ្រនយោបាយថ្មីនេះទេខណៈសកម្មជនសន្តិភាពបានរៀបចំបាតកម្មប្រឆាំងនិងព្រមានថាវាអាចនាំឲ្យជប៉ុនត្រូវអូសទាញចូលទៅក្នុងជម្លោះអន្តរជាតិសកម្មជនជប៉ុនលោក Koji Sochihara បានហៅការផ្លាស់ប្តូរនេះថាជាចំណុចរបត់ប្រវត្តិសាស្ត្រនិងថាអត្តសញ្ញាណសន្តិភាពរបស់ជប៉ុនកន្លងមកបានជួយពង្រឹងទំនាក់ទំនងការទូតនិងពាណិជ្ជកម្មរបស់ប្រទេសយ៉ាងណាក៏ដោយរដ្ឋាភិបាលជប៉ុនបានអះអាងថាការកែប្រែច្បាប់មិនប៉ះពាល់ដល់ការបដិញ្ញាចិត្តរបស់ជប៉ុនក្នុងការរក្សាសន្តិភាពនោះទេវាគ្រាន់តែជាការផ្លាស់ប្តូរយុទ្ធសាស្ត្រដើម្បីឆ្លើយតបទៅនឹងបញ្ហាសន្តិសុខសម័យថ្មីសូមអរគុណសម្រាប់ការតាមដានស្ដាប់របស់លោកអ្នក